របៀបធ្វើតែម្ជូរព្រឹកឬតែម្ជូរល្មមសម្រាប់ម្ជូរព្រឹកឬម្ជូរល្មមនេះក្រៅពីអាចយកទៅឆុងធ្វើជាទឹកតែញ៉ាំពេលព្រឹកព្រលឹមដើម្បីកាត់ជាតិខ្លាញ់រក្សាគីឡូបានហើយយើងអាចយកមកធ្វើជាភេសជ្ជៈដើម្បីដាក់កែវលក់ដាក់តកកបែបនេះឬមួយច្រកជាដបលក់បែបនេះក៏បានដែរអញ្ចឹងយើងអាចយកទៅឆ្នៃបានច្រើនបែបសម្រាប់របៀបចម្អិនតែម្ជូរព្រឹកនេះគឺងាយស្រួលខ្លាំងមែនទែនអត់មានគ្រឿងផ្សំច្រើនញ៉ៃញ៉ៃនាំពិបាកទេយើងមានត្រឹមតែម្ជូរព្រឹកនិងស្ករក្រាមចិនតែប៉ុណ្ណោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំទៅបង្ហាញបងប្អូនអំពីរបៀបចម្អិនតែម្ដងជាមុនដំបូងគឺខ្ញុំបង្ហាញបងប្អូនអំពីរបៀបចម្អិនសម្រាប់រូបមន្តបងប្អូនយកទៅដាក់កែវដាក់ទឹកកកបន្ថែមអញ្ចឹងយើងត្រូវធ្វើរសជាតិរាងផ្អែមដិតជាងធម្មតាបន្តិចអញ្ចឹងក្នុងទឹក5លីត្រខ្ញុំប្រើស្ករក្រាមចំនួន750ក្រាមជាមួយនឹងផ្កាម្ជូរព្រឹកស្ងួតនេះចំនួន100ក្រាមយើងថ្លឹងគឺសុក្រិតហើយរសជាតិវានៅថេរណាបងប្អូនអត់មានជីងអាចកំងពីខាងខ្ញុំបាន1 ទៅ 3រៀលទេសម្រាប់ថ្លឹងជាក្រាមអញ្ចឹងប្រើទឹកចំនួន5លីត្រប្រើម្ជូរព្រឹកចំនួន100ក្រាមប្រើស្ករក្រាមចំនួន750ក្រាមបញ្ជាក់ម្ដងទៀតរូបមន្តនេះគឺជារូបមន្តដែលយើងត្រូវយកទៅបន្ថែមទឹកកកញ៉ាំក្រៅដោយបងដែលគាត់មានតូបកាហ្វេអញ្ចឹងគាត់ចង់ធ្វើដាក់ដបហើយពេលដែលភ្ញៀវមកទិញគាត់ចាក់ដាក់កែវដាក់ទឹកកកបន្ថែមអញ្ចឹងទៅគាត់លក់មួយកែវ2000 2500 3000អីទៅតាមដែលតំបន់ភូមិសាស្ត្រដែលគាត់អាចលក់បានគឺគាត់អាចធ្វើជាមួយនឹងរូបមន្តនេះច្រកដបដាក់ក្លាសេទុកលក់នៅហាងបានអញ្ចឹងរបៀបធ្វើរបស់គេគឺអត់មានអីពិបាកទេយើងគ្រាន់តែដាក់ដាំទឹកចោលហើយយើងមកធ្វើការលាងសម្អាតជាមួយនឹងផ្កាម្ជូរព្រឹកក្រៀមនេះយើងលាងរើសសម្អាតយកកំតិចកំទីដែលវាមានជាប់ដូចជាផ្កាស្មៅអីមួយឬក៏ធូលីដីនៅពេលដែលគេហាលសម្ងួតហ្នឹងវាអាចមានជាប់មកជាមួយនឹងផ្កាហ្នឹងអញ្ចឹងបងប្អូនលាងរហូតដល់តែបងប្អូនទាំងអស់គ្នាប្រកាសចិត្តថាទឹកហ្នឹងគឺវាស្អាតល្អហើយអត់មានកតិចកទីអត់មានធូលីដីអីនៅជាប់ទៀតទេទើបបងប្អូនទាំងអស់គ្នាអាចយកទៅសម្រស់ទុកមួយលើសម្រាប់យើងដាក់ចូលក្នុងឆ្នាំងដើម្បីចម្អិនបានណាជាក់ស្ដែងខ្ញុំលាងច្រើនទឹកមែនទែនបងប្អូនខ្ញុំលាងតទឹកវាថ្លាល្អប្រកាសចិត្តថាវាស្អាត 100% ហើយបានខ្ញុំយកទៅចម្អិនផ្កាខ្ញុំសឹងតែរើសមើលមួយអញ្ចឹងណាអានេះវាសម្រាប់អត់សូវច្រើនទេបងប្អូនគាត់ថាពេលខ្លះវាមានជាប់ផ្កាស្មៅជាប់អីមកតិចតួចដោយសារអានេះវារបស់ធម្មជាតិដែលគេបេះប្រមូលផលមកពីការដាំដុះដូចតែស្រូវយើងអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយគេយកទៅសម្ងួតក្រៀមអញ្ចឹងទៅវាអាចមានជាប់កតិចកទីអីខ្លះហើយសម្រាប់ផ្កាម្ជូរព្រឹកនេះគឺជាផ្កាម្ជូរព្រឹកដែលគេឆ្កឹះយកគ្រាប់ចាញ់ហើយស្រាប់អញ្ចឹងវាចំណេញគីឡូមែនទែន1គីឡូគឺបានច្រើនណាបងប្អូនទាំងអស់គ្នាហើយយកទៅធ្វើគឺងាយស្រួលក្នុងការធ្វើហើយលក់ចំណេញច្រើនទៀតបងប្អូនអត់សូវមានគ្រឿងអីច្រើនមុខច្រើនអីឲ្យញ៉ៃញ៉ៃដែលយើងពិបាកក្នុងការធ្វើលក់អញ្ចឹងណាអញ្ចឹងអានេះខ្ញុំបានលាងស្អាតហើយខ្ញុំយកទៅសម្រស់ទុកម្លែកងាកកលេចមកមើលទឹករបស់យើងវិញក៏ពុះហើយដែរអញ្ចឹងខ្ញុំអាចដាក់វាចូលទៅបានហើយបន្ទាប់ពីទឹកពុះបងប្អូនទាំងអស់គ្នាធ្វើការដាក់ជាមួយនឹងផ្កាម្ជូរព្រឹកដែលយើងលាងស្អាតនេះចូលបន្ទាប់ពីដាក់ចូលហើយបងប្អូនទាំងអស់គ្នាត្រូវធ្វើការបិទវាផ្ងំទុកនៅលើភ្លើងហ្នឹងចំនួន5នាទីឲ្យផ្កាម្ជូរព្រឹកហ្នឹងវាពុះហើយវារីកវាចេញពណ៌វាចេញជាតិចេញក្លិននៅក្នុងឆ្នាំងរបស់យើងណាអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការបិទវាទុកចោល5នាទីសិនទើបយើងធ្វើការបន្ថែមគ្រឿងក្រៅពីលើទៀតបន្ទាប់ពីរងាស់ទុកចោល5នាទីហើយទឹកក៏ចាប់ផ្ដើមពុះម្ដងទៀតហើយដែរហើយផ្ការបស់យើងចាប់ផ្ដើមរីកធំជាងមុនហើយរីកបដើហើយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងធ្វើការដាក់ជាមួយនឹងស្ករក្រាមចូលតែម្ដងអញ្ចឹងស្ករក្រាមដែលយើងបានថ្លឹងទុកយើងធ្វើការចាក់ចូលទាំងអស់ហើយជាមួយនឹងអំបិលគឺយើងដាក់កន្លះស្លាបព្រាកាហ្វេបងប្អូនទាំងអស់គ្នាបន្ទាប់ពីដាក់អំបិលស្ករហើយយើងធ្វើការកូរវាបន្តិចដើម្បីឲ្យស្កររបស់យើងកុំឲ្យវាជាប់បាតឆ្នាំងបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាដាំវារហូតដល់ពុះម្សាទៀតហើយរលាយស្ករនឹងសព្វអស់អញ្ចឹងបងប្អូនកូរមើលតែស្ករនឹងរលាយសព្វអស់បងប្អូនធ្វើការបិទភ្លើងទៀតណាអត់បន្តបើកភ្លើងទៀតទេអញ្ចឹងយើងស្កររលាយសព្វអស់ហើយបងប្អូនបិទភ្លើងបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាត្រូវផ្ងំវាទុកបែបនេះទុកដៃអត់បាច់បើកភ្លើងបិទគម្របឬបើកគម្របក៏បានដែរទុកផ្កាទុកកាកវានឹងនៅក្នុងទឹកនឹងចំនួន5នាទីទៀតសិនបងប្អូនដាក់ត្រាំចោល5នាទីទៀតដើម្បីវាចេញពណ៌ចេញជាតិមកកាន់តែមុតកាន់តែដិតជាងនឹងបញ្ជាក់ជូនសម្រាប់ការត្រាំទុកនេះកាលណាតែបងប្អូនត្រាំយូរលើសកម្រិតពេកគឺរសជាតិវានឹងជូរទៅជាជូរជ្រេញបងប្អូនទាំងអស់គ្នាអញ្ចឹងប្រយ័ត្នកន្លែងហ្នឹងផងណាតែជូរពេកវាអត់សមមាត្រជាមួយរសជាតិស្កររសជាតិទឹកដែលយើងដាក់គឺវាអត់ឆ្ងាញ់ទេវាជូរជ្រេញពេកអញ្ចឹងបងប្អូនទុកតែត្រឹម5នាទីដូចខ្ញុំប្រាប់បានទេព្រោះអានេះគឺខ្ញុំរូបមន្តដែលខ្ញុំឆ្កឹះរួចហើយអញ្ចឹងខ្ញុំតេស្តរួចហើយអញ្ចឹងដូចស្ករដូចអីអញ្ចឹងខ្ញុំធ្វើដាក់ស្ករម្ដង2ដង3ដងគឺអត់ទាន់ត្រូវទេធ្វើឡើង3 4ដងខ្ញុំដាក់កត់រហូតដល់ខ្ញុំឆ្កឹះរូបមន្តនឹងត្រូវហើយទើបខ្ញុំមកបង្ហាញរបៀបធ្វើកាត់វីដេអូបង្ហាញជូនបងប្អូនបានអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងអ្នកលក់បានសាកខុសសាកត្រូវជូនបងប្អូនរួចហើយអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើទៅតាមខ្ញុំទៅគឺអាចចម្អិនលក់ឬចម្អិនញ៉ាំបានហើយសម្រាប់ទឹកដែលយើងផ្ងំទុកគ្រប់5នាទីហើយបងប្អូនទាំងអស់គ្នាចាប់ផ្ដើមយកវាមកត្រង់ណាបងប្អូនយកតម្រងដាក់2ជាន់ដូចខ្ញុំក៏បានដែរខ្ញុំមានអាញឹកមួយមានអំបិលមួយអញ្ចឹងដាក់2ជាន់អញ្ចឹងទៅដើម្បីការពារកុំឲ្យវាមានកតិកទីតូចៗជ្រុះធ្លាក់ទៅក្រោមបានដើម្បីទឹកយើងថ្លាល្អហើយសម្រាប់កាករបស់វានេះផ្ការបស់វានេះគឺគេអាចយកទៅឆឹងញ៉ាំបានប៉ុន្តែខ្ញុំអត់បានបង្ហាញរបៀបធ្វើអំពីការឆឹងនឹងទេខ្ញុំបង្ហាញតែអំពីរបៀបធ្វើទឹកអញ្ចឹងសម្រាប់ទឹកដែលយើងបានច្រោះវាយកកាកចេញអស់ហើយហ្នឹងគឺចាក់ចូល10ដើម្បីយកទៅក្លាសេទុកលក់ឬក៏ទុកញ៉ាំបានតែម្ដងអញ្ចឹងដូចបញ្ជាក់ម្ដងហើយម្ដងទៀតអញ្ចឹងរូបមន្តនេះគឺថែមទឹកកកអញ្ចឹងបងប្អូនថែមទឹកកកបែបនេះទៅរសជាតិវាជូរអែមល្មមឆ្ងាញ់ណាបងប្អូនទាំងអស់គ្នាព្រោះរសជាតិដែលយើងត្រូវធ្វើបន្ថែមទឹកកកយើងត្រូវដាក់ស្កររៀងច្រើនរៀងដិតបន្តិច
ហើយបងប្អូនខ្ញុំបញ្ជាក់មួយទៀតចំពោះរូបមន្តដែលខ្ញុំបង្ហាញជូនបងប្អូននេះគឺយើងអាចប្រើបានតែចំពោះស្ករក្រាមដូចនៅក្នុងវីដេអូតែប៉ុណ្ណោះណាបើសិនជាបងប្អូនមានស្ករប្រភេទផ្សេងឬប្រើស្ករប្រភេទផ្សេងដូចជាឧទាហរណ៍ប្រើស្ករសស្ករអំពៅអីផ្សេងហ្នឹងបងប្អូនទាំងអស់គ្នាថ្លឹងតាមរូបមន្តដែលខ្ញុំប្រាប់នេះអត់ត្រូវទេដោយសារស្ករប្រភេទផ្សេងគ្នារសជាតិកម្រិតនៃការផ្អែមគឺវាខុសគ្នាអញ្ចឹងវាផ្អែមតិចផ្អែមខ្លាំងខុសគ្នាអញ្ចឹងយើងអាចថ្លឹងយករូបមន្តតែមួយនេះទៅប្រើបានគ្រប់ប្រភេទស្ករបាននោះទេហើយសម្រាប់ការចំអិនច្រកដបបែបនេះដែលបងប្អូនគ្រាន់តែច្រកដបយកទៅក្លាសេឲ្យត្រជាក់ហើយបើកញ៉ាំបានភ្លាមៗដោយពុំចាំបាច់បន្ថែមទឹកកកហ្នឹងបងប្អូនទាំងអស់គ្នាគ្រាន់តែបន្ថយស្ករនៅក្នុងរូបមន្តដែលខ្ញុំធ្វើបន្ថែមទឹកកកហ្នឹងគឺយើងប្រើម្ជូរព្រឹកចំនួន100ក្រាមទឹក5លីត្រហើយនឹងស្ករចំនួន750ក្រាមអញ្ចឹងនៅពេលដែលបងប្អូនធ្វើរូបមន្តច្រកដបមិនចាំបាច់បន្ថែមទឹកកកនេះបងប្អូនទាំងអស់គ្នាបន្ថយស្ករយើងប្រើស្ករតែត្រឹម720ក្រាមអញ្ចឹងម្ជូរព្រឹកយើងដាក់100ក្រាមដូចគ្នាទឹក5លីត្រដូចគ្នាអញ្ចឹងយើងបន្ថយស្ករមកអស់30ក្រាមរសជាតិវារៀងផ្អែមស្រាលជាងមុនបងប្អូនទាំងអស់គ្នាច្រកដាក់ដបបែបនេះយកទៅក្លាសេតិចហើយលើកអកញ៉ាំបានតែម្ដងអញ្ចឹងរសជាតិវារៀងផ្អែមស្រាលជាងកន្លែងយើងបន្ថែមទឹកកកបន្តិចអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាធ្វើតាមរូបមន្តដែលខ្ញុំចែកម្លែកជូននេះហើយបងប្អូនទាំងអស់គ្នានឹងពេញចិត្តជាមួយនឹងរសជាតិនិងការបង្ហាញជូនរបស់ខ្ញុំណាបងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះណាហើយបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការគ្រឿងផ្សំដែលមាននៅក្នុងវីដេអូដូចជាសំបកដបអីផ្សេងហ្នឹងគឺបងប្អូនទាំងអស់គ្នាអាចតាក់ទងចូល page របស់ខ្ញុំបានណាសម្រាប់តម្លៃគឺសមរម្យជូនប្រភេទសំបកដបអីយើងលក់តាមបានលេខ1ទេហើយគ្រឿងផ្សំគឺសុទ្ធសឹងតែល្អអញ្ចឹងបងប្អូនទាំងអស់គ្នាអាច inbox ចូល page ឬក៏មានចម្ងល់អីបន្ថែមអីបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានអរគុណ